ករណ៍ដែលយើងប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនត្រូវបានធ្វើឡើងពីលោហៈធាតុដូចជាដែក ស្ពាន់ជាដើមឡាក់ឧបករណ៍ទាំងនេះមានដូចជាកាំបិតពូថៅចបផ្កាក់និងរបស់ប្រើប្រាស់ផ្សេងៗទៀតបើយោងតាមវប្បធម៌ខ្មែរយើងពីដើមឧបករណ៍ទាំងនេះគឺជាឧបករណ៍ដែលធ្វើឡើងដោយដៃអមជាមួយម៉ាស៊ីនជំនួយបន្តិចបន្តួចប៉ុន្តែបើយើងក្រឡេកមើលបច្ចុប្បន្នឧបករណ៍ទាំងនេះភាគច្រើនធ្វើឡើងដោយម៉ាស៊ីនរោងចក្រស្ទើរតែទាំងស្រុងហើយជាផលិតផលនាំចូលពីប្រទេសក្រៅទៀតផងកត្តាទាំងនេះហើយដែលធ្វើឲ្យសិប្បកម្មដែកនៅប្រទេសកម្ពុជាពុំសូវទទួលបានការចាប់អារម្មណ៍ពីប្រជាជនក្នុងស្រុកនិងក្រៅស្រុកប៉ុន្មានទេដោយឡែកបើយើងក្រឡេកទៅមើលសិប្បកម្មដែកមួយនៅខេត្តបាត់ដំបងយើងទទួលបានអារម្មណ៍ដូចយើងកំពុងតែស្ថិតនៅក្នុងសម័យកាលដ៏ចំណាស់មួយរបស់ខ្មែរដូចនេះដែរលោកលីយូសូដែលជាជាងដែកនៅក្បែរស្ពានថ្មចាស់ខេត្តបាត់ដំបងបានចាប់យកអាជីពជាជាងដែកបន្តពីឪពុកម្ដាយរបស់លោកតាំងពីកុមារភាពមកម្លេះហើយលោកនៅតែស្រឡាញ់និងចូលចិត្តមុខរបរនេះដែលហេតុថាវាហត់បន្តិចមែនប៉ុន្តែវាមានភាពងាយស្រួលចាប់ដល់អាជីពជាងដំដែកនេះចាប់តាំងពីឯណា84មកហើយមុនមកយើងវាយជាមួយឪពុកយើងធ្វើកូនជាងគាត់ដល់ឲ្យយើងវាយយើងមើលទៅយើងអាចចេះធ្វើហ្មងព្រោះយើងនៅមួយគាត់រហូតអញ្ចឹងណាចេះធ្វើតពីគាត់នឹងមកមានតាំងពីកបិតអត់ថៅដីស្បែកដីកោះអានេះជាប់កាប់ធ្វើដល់ផ្ទាល់ដៃធ្វើពីផាលអត្រាគាត់ធ្វើដែកកាច់ដែកតាមទៀតទៅរបស់មានតាំងពីប៉ែលអញ្ចឹងណាច្រើនធ្វើគេកំងមកធ្វើជួសជុលទាំងអស់សលៀងឲ្យទាំងអស់តាំងពីកត្រៃកាត់ដៃកាត់អីខ្ញុំធ្វើអត់ទាំងអស់រឿងកបិតនេះយើងវាយក្នុងមួយថ្ងៃគឺថាយើងវាយបាន10បើថាយើងអត់មានបោះជួសជុលឲ្យចាស់វាច្រើនអញ្ចឹងណាបើអត់មានទេយើងវាយដល់5 10ទេទៅមួយថ្ងៃភ្ញៀវមកអញ្ចឹងគេមកគេប្រាប់ទៅគេស្រឡាញ់អញ្ចឹងនៅម៉ូតនេះយើងចេះតភ្ញៀវដែរអញ្ចឹងណាវាយើងមានថាចេញមកទាំងអស់អញ្ចឹងទេក៏ភ្ញៀវកំងធ្វើចេះយើងធ្វើតាមភ្ញៀវទៅកាលភ្ញៀវក៏យកទៅប្រើស្រួលថ្ងៃក្រោយមានអ្នកផ្សេងមករកតអញ្ចឹងទៀតទៅរឿងលំបាកគឺអត់លំបាកទេលំក្រាន់ទៅយើងវាហត់ប្រើកម្លាំងមកអានេះយើងប្រើកម្លាំងទាំងអស់ចឹងហើយយើងធ្វើមកយើងប្រឹកយកដែកណាដែលល្អធ្វើឲ្យគេមកដើម្បីគេយកទៅចឹងទៅគេប្រើមុតគេមកទិញទៀតឆ្លាញ់ពួកអីយើងធ្វើសប្ងៃថាវាហត់នឿយមែនបើបាននៅក្នុងម្លប់អញ្ចឹងណានៅក្នុងម្លប់ហើយយើងអាចមានភ្ញៀវគេមកទិញច្រើនយើងក៏សប្បាយចិត្តដែរបើនិយាយទៅរបស់គេរោងចក្រអីគេទិញយកមកប្រើនោះភាគច្រើនគឺប្រើមិនមុតហ្មងកាប់ទៅបើថាយកទៅកាប់អីចាំទៅវាចយើងកបិតសបអីទៅកាប់ឆ្អឹងកាប់អីវាចអស់លីងបាត់ហើយរបស់យើងនេះកាប់ទៅអត់អីទេរបស់យើងគឺថ្លៃជាងពួកយើងវាយដោយដៃវាសិតតែដៃល្អហ្មងហើយដល់គេយកទៅប្រើវាស្រួលវាមុតចេះតែមកទិញហើយរបស់មួយយើងអត់មាននិយាយរឿងឆ្នាំទេកាលណាគេប្រើអ្នកចការកាលណាគេធ្វើច្រើនគេទិញច្រើនយកទៅប្រើអញ្ចឹងទៅអ្នកខ្លះតិចគេទិញ1 2អញ្ចឹងណាតាមផ្ទះតាមអីអញ្ចឹងទៅភាគច្រើននៅកន្លែងខ្ញុំគេថាចម្រោះទូទៅហ្មងអ្នកចំការអ្នកតាមផ្ទះអ្នកលក់សាច់គោសាច់ជ្រូកខ្ញុំដឹងដូចថាណានេះគេនិយមតាមបពួកដូចថាធ្លាប់ទិញណាល្អមកទិញអាហ្នឹងហើយដូចថាបើខ្ញុំនៅដល់ពេជ្រខ្ញុំមកទិញហ្នឹងព្រោះតែការទិញវត្តទិញអីល្អបានខ្ញុំមកទិញហើយបងប្អូនជួយគ្រប់គ្រងទិញរបស់ដែលធ្វើដោយដៃហ្នឹងណាឲ្យបានច្រើនព្រោះអីសប្ងៃនេះវាមានតែធ្វើដោយដៃនេះគឺនៅតិចបំផុតមានតែមួយខែមាន2 3រោងអីប៉ុណ្ណឹងឯងសប្ងៃទេកាលណាបើទិញរបស់ពីខ្ញុំទៅហើយបើសិនជាមានបាក់បែកទុនអីកុំឲ្យយករបស់ចោលយកមកខ្ញុំជួសជុលឲ្យវិញឲ្យមកស្អាតឡើងវិញហើយតាមខែតាមអីមកលេងចូលមកទិញមកកន្លែងខ្ញុំគឺធានាឲ្យចឹងមក